โอ้นี่ជាកម្មវិធីដែលមានតាំងពីបរមបុរាណយើងមកតាំងពីសម័យអង្គរជាកម្មវិធីប្រកួតប្រណាំងរទេះគោនិងប្រកួតប្រណាំងរទេះក្របីសម្រាប់រទេះគោគឺយើងមានពីរវិញ្ញាសាមានរទេះគោបែបបុរាណនិងរទេះគោបែបសម័យហើយមិនត្រឹមតែប៉ុណ្្នឹងទេឆ្នាំនេះយើងមានវិញ្ញាសាថ្មីគឺកម្មវិធីប្រកួតប្រណាំងសេះជាកម្មវិធីដែលសប្បាយដែលខ្ញុំចូលរួមហើយខ្ញុំចង់ចូលរួមទៀតនៅឆ្នាំក្រោយតែម្ដងតែកម្មវិធីប្រកួតមួយនេះគេធ្វើឡើងនៅថ្ងៃណាដែរហើយគេប្រកួតប្រមាណថ្ងៃដែរនិងមានវិញ្ញាសាអីខ្លះដែរទស្សនាវីដេអូនេះអ្នកទាំងអស់គ្នានឹងទទួលបានចម្លើយទាំងអស់នេះជួបរៀបសុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតជាវីដេអូដែលចែករំលែកពីវប្បធម៌ខ្មែរយើងដែលមានតាំងពីបរមបុរាណយូរលង់ណាស់មកហើយដែលខ្ញុំក៏កើតអត់ទាន់ដែរសម្រាប់កម្មវិធីប្រកួតមួយនេះដែរខ្ញុំអត់ដែរដឹងទេថាគេធ្វើរាល់ឆ្នាំនៅខេត្តសៀមរាបខ្ញុំទៅតែដឹងឆ្នាំនេះក្នុងរយៈពេលដែលខ្ញុំមកលេងនៅខេត្តសៀមរាបសម្រាប់ឆ្នាំនេះដែរគឺខ្ញុំបានសួរគេគឺគេធ្វើធំជាងមុនមិនថាទីលានឬក៏ការប្រកួតនឹងវិញ្ញាសាទេគឺមានច្រើនជាងមុនមែនតើថែមទាំងមានវិញ្ញាសាថ្មីចូលមកទៀតហើយខ្ញុំសូមអរគុណទៅកាន់បងជាកីឡាករគឺគាត់ហៅខ្ញុំជិះជាមួយហើយខ្ញុំទៅប្រកួតជាមួយតែខ្ញុំអត់ហ៊ានតែគឺខ្ញុំបានសាកល្បងដែរគឺសប្បាយមែនតើអ្នកទាំងអស់គ្នាគឺអរគុណគាត់ខ្លាំងមែនតើពួកគាត់ពិតជារស់រាយមែនតើសម្រាប់កម្មវិធីប្រកួតប្រណាំងរទេះគោក្របីមួយនេះគឺគេធ្វើឡើងនៅខេត្តសៀមរាបនៅថ្ងៃចូលឆ្នាំថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3មាន3ថ្ងៃគឺគេធ្វើទាំង3ថ្ងៃហ្មងសម្រាប់ជំរុះជាក្រុមប៉ុន្តែតាមដែលខ្ញុំដឹងនេះគឺមានខេត្តផ្សេងគេក៏បានធ្វើដែរដូចជាខេត្តតាកែវជាដើមអញ្ចឹងបើបងប្អូនដឹងថាមាននៅខេត្តណាខ្លះដែលគេធ្វើកម្មវិធីមួយនេះអាចឆាតប្រាប់មកខ្ញុំឬក៏ខមមិនប្រាប់ខាងក្រៅមកខ្ញុំនឹងទៅជួយថតផ្សព្វផ្សាយដោយមិនគិតថ្លៃព្រោះវាជាការចែករំលែកវប្បធម៌ខ្មែរទៅបរទេសឬក៏ខ្មែរយើងអ្នកដែលគេអត់បានដឹងពីព័ត៌មានទាំងអស់ហ្នឹងទៅឲ្យពួកគាត់ដឹងអញ្ចឹងណាខ្ញុំសង្កេតឃើញថាថ្ងៃដែលខ្ញុំទៅនេះគឺមានប្រជាជនខ្មែរយើងច្រើនមែនទែនមកគាំទ្រកម្មវិធីមួយនេះហើយនឹងជនជាតិបរទេសក៏ឃើញច្រើនដែរមកថតមកមើលជួយហូជួយអីហ្នឹងគឺខ្ញុំចូលចិត្តពួកគាត់មែនទែនដែលពួកគាត់ដូចជាសប្បាយខ្លាំងណាដូចអ្នកទាំងអស់គ្នាឃើញនៅក្បាលវីដេអូអញ្ចឹងគឺហូសប្បាយទាំងអស់គ្នានិយាយទៅកម្មវិធីមួយនេះពិតជាពិសេសខ្លាំងមែនតើមិនត្រឹមតែជួយផ្សព្វផ្សាយប្រទេសខ្មែរយើងទៅប្រទេសដទៃឲ្យគេស្គាល់ពីវប្បធម៌ខ្មែរយើងទេថែមទាំងជួយបងកសិករឲ្យគាត់ដឹងថាគោក្របីទាំងអស់នេះចិញ្ចឹមទៅមិនមែនអត់ប្រយោជន៍ទេអាចយកមកប្រកួតអាចដឹកភ្ញៀវដើរលេងអាចធ្វើស្រែដឹកស្រូវផ្សេងគឺមានតម្លៃច្រើនមែនតើអញ្ចឹងខ្ញុំពិតជាអរគុណកម្មវិធីមួយនេះមែនតើពិតជាធ្វើបានល្អមែនតើខ្ញុំក៏មានសំណូមពរខ្លះបន្ថែមសម្រាប់ឆ្នាំក្រោយដូចគ្នាសំណូមពរខ្ញុំគឺតិចតួចដែរទេដោយសារតែឆ្នាំនេះខ្ញុំសង្កេតឃើញថាកម្មវិធីនេះគឺធ្វើបានល្អហើយសប្បាយខ្លាំងថែមទាំងមានវិញ្ញាសាថ្មីមួយទៀតគឺវិញ្ញាសាប៉ណ្ណាំងសេះដែលខ្ញុំចូលចិត្តខ្លាំងមែនតើអញ្ចឹងសំណូមពរខ្ញុំសម្រាប់ឆ្នាំក្រោយគឺខ្ញុំចង់ឲ្យមានដំរីមិនបាច់ចាំយកមកប្រកួតអីធ្វើអីធំទេឲ្យតែមានសម្រាប់ប្រជាជនយើងថតក្នុងហ្នឹងអញ្ចឹងវាបានជួយផ្សព្វផ្សាយធំបន្ថែមមួយទៀតអីដែលខ្ញុំគិតទេអានេះអីដែលខ្ញុំគិតទេបើធ្វើបានក៏ល្អតែបើធ្វើអត់បានយើងអាចព្យាយាមទៅឆ្នាំក្រោយមួយទៀតព្រោះខ្ញុំចង់ឲ្យរាល់ឆ្នាំមានអីថ្មីមានអីពិសេសបន្ថែមទៀតដូចជាឆ្នាំនេះយើងមានវិញ្ញាសាប្រកួតប្រណាំងសេះមួយនេះគឺពិសេសខ្លាំងមែនតើខ្ញុំជក់ចិត្តខ្លាំងណាស់ខ្ញុំនៅហូសប្បាយមួយពួកគាត់ហ្នឹងហើយខ្សែនេះដូចជាខ្ញុំឃើញពេលប្រកួតចប់មានយកមកដាក់ឲ្យប្រជាជនយើងថតរូបលេងដូចការនៅជំនាន់ប្រាសាទអង្គរវត្តជំនាន់ពីមុនយើងមានថតរូបជាមួយសេះអីចឹងណាគឺរំលឹកអនុស្សាវរីយ៍ល្អអញ្ចឹងបើសិនជាមានដំរីមកសម្រាប់ថតរូបលេងអីមួយទៀតគឺកាន់តែល្អវាអាចថែមតែជួយផ្សព្វផ្សាយតែបើមានការប្រកួតដំរីអីទៀតគឺកាន់តែអស្ចារ្យហ្មងបើធ្វើបានណាខ្ញុំគិតថាកាន់តែអស្ចារ្យហ្មងសរុបមកវិញទាំងអស់នេះគ្រាន់តែជាការគិតរបស់ខ្ញុំតែម្នាក់ឯងទេបើសិនជាបានក៏ល្អបើសិនជាអត់បានក៏អត់អីដែរជាចុងក្រោយវីដេអូខ្ញុំចង់អរគុណទៅដល់អ្នករៀបចំកម្មវិធីជាពិសេសផងហើយនឹងឯកឧត្តមហ៊ុនម៉ាណីគឺគាត់បានចូលរួមដោយផ្ទាល់សម្រាប់លើកទឹកចិត្តកីឡាករហើយវីដេអូនេះបានមកដល់ទីបញ្ចប់ហើយសូមជួយ follow ម្នាក់មួយផងដើម្បីបានវីដេអូថ្មីបាយបាយជម្រាបលាអ្នកទាំងអស់គ្នា